សួរនាងខ្ញុំឈ្មោះណាមណៈនាងខ្ញុំជានាយិកានៃក្រុមហ៊ុន Village Work Cambodia Village Work Cambodia យើងមានចក្ខុវិស័យផ្ដល់នៅការងារដល់ជនមានពិការភាពឲ្យគាត់មានជំនាញមានចំណូលប្រចាំថ្ងៃហើយនឹងមានការងារធ្វើទៀងទាត់ពួកយើងផលិតវត្ថុអនុស្សាវរីយ៍យើងផលិតនៅកាបូបហើយនឹងរបស់របរប្រើប្រាស់នៅក្នុងផ្ទះហើយផលិតផលទាំងអស់នោះគឺយើងប្រើប្រាស់វត្ថុធាតុដើមកែច្នៃសារឡើងវិញអ្នកដែលនៅធ្វើការពីខាងក្រោយនៃផលិតផលនេះគឺពួកគាត់គឺជាអ្នកដែលងាយរងគ្រោះយើងជួយគាត់យើងផ្ដល់ឱកាសការងារដល់គាត់ហើយយើងផ្ដល់នៅជំនាញអាចចិញ្ចឹមជីវិតបានទោះបីថាគាត់នៅកន្លែងយើងឬក៏គាត់ចេញទៅខាងក្រៅថ្ងៃក្រោយតែជាជំនាញមួយដែលគាត់អាចមានស្ថិរភាពហើយអាចគត់គង់និងរកប្រាក់កម្រៃដោយខ្លួនឯងបានផលវិបាកគឺអតិថិជនរបស់យើងគឺអត់សប្បាយចិត្តហើយគាត់នឹងខកខាននៅការដែលផ្ដល់នៅទំនិញនោះដល់ទៅភ្ញៀវបន្តឬក៏ក្នុងឱកាសអ្វីមួយប៉ុន្តែបើសិនបើយើងជ្រើសរើសយក DHL តែងតែផ្ដល់នៅព័ត៌មានសំខាន់ដែលបញ្ជាក់ថាទំនិញរបស់យើងដល់ទីកន្លែងណាវាជួយយើងបានច្រើនដែលព័ត៌មាននេះយើងអាចផ្ញើឲ្យភ្ញៀវដែលគាត់ចាំទទួលផលិតផលរបស់យើងដឹងច្បាស់ថាតើទំនិញនេះដល់ចំណុចណានៅកន្លែងណាខ្លះនៅពេលដែលយើងប្រើប្រាស់ DHL គឺអតិថិជនរបស់យើងគាត់សប្បាយចិត្តដោយទំនិញរបស់គាត់បានទៅដល់ដៃគាត់ទាន់ពេលវេលាគាត់អត់ខកខាននៅក្នុងការធ្វើ business របស់ពួកគាត់ពីបទពិសោធន៍ពួកយើងលើកទឹកចិត្តឲ្យបងប្អូនប្រើក្រុមហ៊ុនដែលមានជំនាញមានវិជ្ជាជីវៈច្បាស់លាស់អាចទទួលខុសត្រូវនៅទំនិញរបស់យើងបាននិងរក្សានៅគុណភាពរបស់យើងបានអញ្ចឹងពិតជាអរគុណដល់ DHL ដែលបានជួយនៅក្នុង process ជំរុញឲ្យផលិតផលខ្មែររបស់ពួកយើងបាននាំចេញទៅដោយមានភាពជោគជ័យនិងទាន់ពេលវេលាសម្រាប់អតិថិជនរបស់យើងចា៎សូមអរគុណ